បាទជម្រាបសួរលោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានខ្ញុំសូមបន្តអានសៀវភៅរឿងអំពើឈ្លានពានរបស់យួនមកលើកម្ពុជាដែលរៀបរៀងដោយលោកសោមសេកុមារជូនលោកអ្នកនាងស្ដាប់តទៅទៀតកាលពីម្សិលមិញខ្ញុំអានដល់វគ្គត្រង់នេះបាទប្រហែលដោយសារមូលហេតុនេះដោយផ្សំជាមួយព្រឹត្តិការណ៍ដែលបកប្រជាជនបដិវត្តកម្ពុជាពុំទាន់បានធ្វើសមាជសម្ពោធលើកទី1របស់ខ្លួនបានជាឯកសាររបស់យេមិញដែលបារាំងចាប់បានហើយដែលមានកាលបរិច្ឆេទចុះខែមិថុនា1952បានបញ្ជាក់ថាបកប្រជាជនបដិវត្តកម្ពុជាមិនមែនជាបកឈានមុខដោយឡែករបស់វណ្ណៈកម្មករទេប៉ុន្តែជាបករបស់ប្រជាជាតិទាំងមូលដែលប្រមូលផ្ដុំរាល់ស្រទាប់អ្នកស្នេហាជាតិនិងអ្នកជឿនលឿននិយមនៃប្រជាជនខ្មែរឯកសារនេះបានត្រូវបកប្រែជាភាសាបារាំងនៅថ្ងៃទី24មិថុនា1952ហើយបានត្រូវតម្កល់ទុកជាទូរលេខផ្លូវការលេខ749 SDCS ការកំណត់ជារូបមន្តនេះបញ្ជាក់ថាតាមទស្សនៈរបស់បកពលករយួនលក្ខណៈម៉ាស៊ីសលេនីនីសនៃដៃគូកម្ពុជារបស់ខ្លួនបានត្រូវបញ្ជាក់តិចតួចដោយអន្លើនៅឡើយការកំណត់ជារូបមន្តបញ្ជាក់ឲ្យដឹងផងដែរទៅតាមទស្សនវិស័យមួយដែលជាទស្សនវិស័យរបស់ពួកកុម្មុយនីសយួនហើយដែលយោងតាមទស្សនៈនេះស្ថិតក្នុងភាពអាប់អោនហើយចលនារបស់វណ្ណៈអាធន់មិនសូវមានវឌ្ឍនភាពនៅកម្ពុជាក៏ដូចគ្នានឹងនៅប្រទេសយួនដែរកម្ពុជាបានស្ថិតនៅក្នុងបរិមាណភាគច្រើនទូលំទូលាយនៃសង្គមកសិករនៅឡើយដំណើរការសម្រាប់កសាងពីគ្រឹះទៅកំពូលមានលក្ខណៈស្របគ្នាផងដែរជាមួយចលនាតស៊ូផ្នែកអាវុធការរើសបញ្ចូលជាកងឯកភាពសម្រាប់ប្រយុទ្ធនិងជាកងទ័ពព្រៃក្នុងសមាជិកខ្មែរសុទ្ធបានចាប់ផ្ដើមតាមកម្រិតជាកងឆ្លូបដើម្បីរីកសាយបន្តិចម្ដងទៅក្នុងកម្រិតជាកងទ័ពស្រុករួចកងទ័ពខេត្តបន្តមកនៅរវាងឆ្នាំ1954ក្នុងកម្រិតជាកងទ័ពប្រចាំភូមិភាគមានភាពប្រហាក់ប្រហែលថានៅមុនឆ្នាំ1954គេមិនបានប៉ុនប៉ងដើម្បីបង្កើតកងទ័ពរៀបរយក្នុងកម្រិតជាកងទ័ពជាតិទេទំនងដោយសារពុំមានលទ្ធភាពសម្រាប់ធ្វើទៅបានមុននឹងរិះរកការប៉ាន់ប្រមាណអំពីចំនួនពិតនៃកងទ័ពខ្មែរអ៊ីស្រាអែលដែលបានប្រយុទ្ធជាមួយភាគីយេមិញជាការចាំបាច់ដើម្បីរំលឹកឡើងវិញថាមានខ្មែរអ៊ីស្រាអែលជាច្រើនដែលមិនធ្វើសហប្រតិបត្តិការជាមួយយេមិញឬដែលធ្វើតែមួយដងមួយកាលនិងមិនថិតថេរដោយសម្ដែងមនោសញ្ចេតនាបែបប្រទុសរាយចំពោះយេមិញទៅវិញក្រុមមួយដែលសំខាន់ជាងគេបានត្រូវបញ្ជាដោយព្រះអង្គម្ចាស់នរោត្តមចន្ទរង្សីមានយុទ្ធជន1000នាក់រួមទាំងកងរក្សាស្រុកក្រុមមួយទៀតបានត្រូវបញ្ជាដោយពុតឆាយមានយុទ្ធជន1200នាក់ក្រុមទាំងពីរនេះមានទីតាំងនៅខេត្តកំពង់ស្ពឺហើយបានចុះចូលជាមួយបារាំងនៅឆ្នាំ1953ក្រុមផ្សេងទៀតមានសកម្មភាពនៅឡើយក្នុងឆ្នាំ1952គឺក្រុមរបស់សរាជវង្ស400នាក់ក្រុមរបស់200នាក់និងកងកម្លាំងប្រដាប់អាវុធ500នាក់នៅក្រោមបញ្ជាការរបស់សឺងងុកថាន់និងកៅតក់ពុំមានក្រុមណាមួយនៃក្រុមទាំង5នេះបានចូលរួមក្នុងរណសេរីឯកភាពអ៊ីស្រាអែលទេពុំមានក្រុមណាមួយបានចាត់តាំងជាប្រព័ន្ធទៅក្នុងកម្រិតជាកងទ័ពជាតិទេហើយជួនកាលមានរហូតដល់ការប្រយុទ្ធរវាងគ្នាឯងឬប្រឆាំងជាមួយរណសេរីឯកភាពអ៊ីស្រាអែលនិងយេមិញផងប៉ុន្តែមិនខុសគ្នាពីរណសេរីឯកភាពអ៊ីស្រាអែលនិងយេមិញទេក្រុមទាំង5នេះមាននាទីសំខាន់ក្នុងការធ្វើឲ្យទន់ខ្សោយដល់កងទ័ពនៃអាណានិគមនិយមក្នុងកម្ពុជាបារាំងម្នាក់ Robert Olivier ដែលបានបំពេញបេសកកម្មនៅកម្ពុជាបានសរសេរថាទោះបីដោយសារវត្តមានពុំអាចប្រកែកបាននៃពួកចៅ500ក្នុងចលនាអ៊ីស្រាអែលថ្មីបើមានការរឹបអូសយ៉ាងកំរោលពីប្រជារាស្ត្រដោយពួកចៅព្រៃមួយចំនួនទុកណាជាឬដោយសារភេរវកម្មដែលក្រុមទាំងនេះបានសាបព្រោះក៏ការឃោសនារបស់អ៊ីស្រាអែលនិងយេមិញបានលេចលឺសុសសាយក្នុងមតិសាធារណៈដែលប្រាថ្នារកឯករាជ្យ
ហើយដែលគ្រប់ករណីទាំងអស់ប្រឆាំងដាច់ខាតដល់ការព្យាយាមរបស់បារាំងដើម្បីបង្កើតសហព័ន្ធ Indochine បារាំង Olivier ប្រវត្តិអាណាព្យាបាលបារាំងនៅកម្ពុជាទំព័រ302ដោយឡែកអំពីកងទ័ពរបស់កូរ៉ូជូខដែលមានយុទ្ធជនពី300ទៅ350នាក់នៅក្រោមបញ្ជាការរបស់លាវកៅម៉ានីជាការលំបាកដើម្បីប៉ាន់ប្រមាណដល់ចំនួនពិតនៃកងទ័ពរបស់រណសិរ្សឯកភាពអ៊ីស្រាអែលគឺអ៊ីស្រាអែលបូកនឹងខ្មែរយេមីងនៅមុនសម័យកាលរីកលូតលាស់នៃកងទ័ពនេះក្នុងឆ្នាំ1951រណសិរ្សឯកភាពអ៊ីស្រាអែលបានត្រូវគាំទ្រដោយទាហានយួនយេមីង 3,000 នាក់ដែលតាំងនៅក្នុងកម្ពុជាហើយដែលត្រូវប្រឈមមុខជាមួយអង្គភាពប្រយុទ្ធក្រៅប្រទេសបារាំង Légion étrangère ចំនួន2កងវរសេនាតូចពី 1,000 ទៅ 1,200 នាក់ព្រមទាំងកងទ័ពខ្មែររបស់អាណានិគមបារាំងមួយចំនួនធំផងការបញ្ជាក់របស់ងឿងថាញ់សឿននារវាងដំណាច់ឆ្នាំ1952អង្គភាពប្រយុទ្ធក្រៅប្រទេសរបស់បារាំងនៅកម្ពុជាបានត្រូវបន្ថែមហើយបានកើនឡើងដល់ប្រមាណជា7កងវរសេនាតូចមានពលទាហាន 4,000 នាក់ការអះអាងរបស់ងឿងថាញ់សឿនការប្រឡូកផ្នែកយោធានេះទោះបីខ្សត់ខ្សោយជាទង្វើដែលបារាំងអាចរកបានដោយលំបាកនៅពេលដែលពលទាហានជាច្រើនបានត្រូវប្រមូលផ្ដុំនៅប្រទេសយួនជាទីដែលពួកអាណានិគមនិយមបារាំងកំពុងស្ថិតក្នុងស្ថានភាពប្រទុសរាយខ្លាំងបំផុតបើស្ដីអំពីកងទ័ពអ៊ីសារ៉ាក់មិនមែនកុម្មុយនីសបារាំងមានសមត្ថភាពដើម្បីដឹងការសម្ងាត់និងផ្ដល់ចំនួនជាតួលេខពិតប្រាកដបង្គួរប៉ុន្តែចំពោះអ្វីដែលគេហៅថារណសិរ្សឯកភាពអ៊ីសារ៉ាក់យេមីងបានន័យថាចំពោះគណៈកម្មាធិការរំដោះរបស់សឺងុកមីងក្រសួងស៊ើបការសម្ងាត់បារាំងត្រូវថយចុះសមត្ថភាពច្រើនហើយពឹងផ្អែកទៅលើឯកសារដែលត្រូវចាប់បានជាជាងទៅលើព័ត៌មានដែលផ្ដល់ដោយក្រុមភ្នាក់ងាររបស់គេយោងតាមសេចក្តីរាយការណ៍នៅឆ្នាំ1952យេមីងបានងាកទៅរកការបង្កើតកងឯកភាពដែលមានចំនួនពិតសមាជិកភាពនិងបេសកកម្មប្រែប្រួលខ្លាំងដែលនាំឲ្យមានការលំបាកដើម្បីរាប់គិតជាបញ្ជីក្នុងកងឯកភាពទាំងនេះដោយមូលហេតុចិត្តសាស្ត្រជាជាងនយោបាយសមាមាត្រនៃសមាសធាតុខ្មែរនិងយួនពុំធ្លាប់បានត្រូវបញ្ជាក់ឡើយហើយជាការលំបាកសម្រាប់ការប៉ាន់ស្មានសូម្បីឲ្យបានប្រហាក់ប្រហែលប៉ុន្តែគេបានកត់ត្រាភាពលំអៀងមួយដើម្បីបន្ថែមបន្តបន្ទាប់ប៉ុន្តែដោយមិនជ្រុលហួសពេកនៅការកំណត់ជាភាគរយនៃយុទ្ធជនខ្មែរនៅដើមខែឧសភា1951គេអាចប្រមាណថាកងទ័ពយេមីងនិងខ្មែរអ៊ីសារ៉ាក់យេមីងនៅកម្ពុជាមានចំនួនសរុបដូចតទៅកងឯកភាពប្រយុទ្ធ 3,000 នាក់ផ្នែកផ្សេង1,200 នាក់និងកងឆ្លូប800 នាក់កងឆ្លូបដែលជាកងកម្លាំងប្រចាំភូមិនិងសង្កាត់មានសមាសធាតុស្ទើរតែដាច់មុខជាខ្មែរតួលេខចុងក្រោយបានត្រូវកើនឡើងច្រើនដោយសារចាប់ពីសម័យកាលនោះគេបានបង្កើតកងឯកភាពជាកងឆ្លូបជាច្រើននៅតាមស្រុកនិងសង្កាត់យុទ្ធសាស្ត្រមួយចំនួននៃកងឯកភាពនេះបានត្រូវបំពាក់អាវុធដោយសម្ងាត់នៅពេលតំបន់ទាំងនេះស្ថិតនៅជិតដែនប្រតិបត្តិការរបស់ទ័ពយើងឯកសារទាំងឡាយរបស់បារាំងមានការលំអៀងទៅរកការប៉ាន់បន្ថយអំពីចំនួនយុទ្ធជនខ្មែរខាងភាគីយេមីងនៅកម្ពុជាគេសង្កេតឃើញច្បាស់តាមករណីនៃកងឯកភាពចល័តលេខ140ដែលជាកងឯកភាពចម្រុះខ្មែរយួនហើយដែលប្រតិបត្តិការនៅភូមិភាគពាយ័ព្យសេចក្តីរាយការណ៍របស់បារាំងនារវាងពាក់កណ្ដាលឆ្នាំ1952បានចាត់ទុកកងឯកភាពនេះជាកងអនុសេនាធំហើយប៉ាន់ចំនួនពិតត្រឹម500នាក់ដែលមាន200នាក់ជាយុទ្ធជនហើយនៅក្នុងចំណោម200នាក់នេះយោងតាមសេចក្តីរាយការណ៍មានតែ20នាក់ប៉ុណ្ណោះជាខ្មែរអ៊ីសារ៉ាក់យេមីងសល់ពីនេះជាយួនចំណែកគ្រុឌធៀមដែលជាសមាជិកនៃកងឯកភាពចល័តលេខ140នេះដែរពីឆ្នាំ1950ដល់1952បានពណ៌នាថាជាកងពលតូចមានយុទ្ធជន 2,000 នាក់ទំនងជាការពន្លើសដែលមានពី300ទៅ400នាក់ប៉ុណ្ណោះជាយួនគាត់បញ្ជាក់ថាកងពលតូចនេះ
ដែលមានឈ្មោះថាអាចារ្យជុំជាសហសេវកម្នាក់របស់អាចារ្យហែមជាវបានត្រូវបញ្ជាដោយខ្មែរម្នាក់ឈ្មោះជ័យសំរិទ្ធីហើយអនុបញ្ជាការជាយួនម្នាក់ភាពមិនចុះសម្រុងគ្នានៃការអធិប្បាយទាំងនេះប្រហែលជាប់តាក់ទងដល់ព្រឹត្តិការណ៍មួយដែលបានត្រូវពិពណ៌នាដោយគ្រឹះធៀមថាគឺចាប់ពីឆ្នាំ1951យុទ្ធជនយួននិងខ្មែរបានត្រូវរើសបញ្ចូលក្នុងកងឯកភាពដាច់ឡែកពីគ្នាកងឯកភាពដែលមានគ្រឹះធៀមជាសមាជិកធ្វើប្រតិបត្តិការនៅបាត់ដំបងចំណែកកងអនុសេនាធំលេខ140ដែលបានត្រូវពណ៌នាដោយបារាំងតាំងនៅក្នុងខេត្តកំពង់ឆ្នាំងបារាំងទំនងជាមិនបានដឹងទេថាកងអនុសេនាធំនេះដែលអាចត្រូវផ្សំឡើងជាពិសេសដោយយុទ្ធជនយួនគ្រាន់តែជាធាតុមួយនៅក្នុងសំណុំទូលំទូលាយនៃកងកម្លាំងប្រដាប់អាវុធដែលនៅក្រោមបញ្ជារបស់ខ្មែរហើយដែលប្រតិបត្តិការនៅភូមិភាគពាយ័ព្យនៃកម្ពុជាចន្ទរាជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមរបស់រណសិរ្សឯកភាពអ៊ីស្រាអែលដែលបានចុះចូលជាមួយអាជ្ញាធរនៃអាណានិគមនៅខែវិច្ឆិកា1952បានសរសេររៀបរាប់នៅពេលក្រោយអំពី4កងវរសេនាតូចរបស់ជនជាតិខ្មែរមានដើមកំណើតនៅកម្ពុជាក្រោមដែល2កងវរសេនាតូចនៅក្រោមបញ្ជារបស់មាសវង្សនិងមាសវណ្ណៈមានចំនួនសរុប2036នាក់ប្រដាប់ដោយអាវុធគ្រប់គ្រាន់ចំណែកក្រុមមួយទៀតមានយុទ្ធជនខ្មែរ3600នាក់ដែលបានត្រូវចែកជា7កងវរសេនាតូចដកស្រង់ពីប្រវត្តិមេដឹកនាំខ្មែរអ៊ីស្រាអែលទោះបីចន្ទរាទំនងជាបានពន្លើសដល់សារៈសំខាន់នៃកងទ័ពខ្មែរនេះដែលតាមសម្ដីគាត់នៅក្រោមបញ្ជាការរបស់គាត់ក៏ពុំមែនជាការបង្ហើបឲ្យដឹងថានៅពាក់កណ្ដាលឆ្នាំ1952ក្រសួងស៊ើបការបារាំងបានស្គាល់ត្រឹមតែកងវរសេនាតូចមួយក្នុងចំណោមកងវរសេនាតូចទាំង11នោះទេហើយក្រសួងស៊ើបការបានពណ៌នាប្រហែលតាមយុត្តិធម៌ថាជាក្រុមទ័ពមួយកាលពីរវាងដំណាច់ឆ្នាំ1940យុទ្ធសាស្ត្ររបស់សឺងុកមីងនិងក្រុមបពន្ធយេមីងគឺបង្កើតកងឯកភាពចល័តជាកងទ័ពចម្រុះខ្មែរយួនដែលធ្វើប្រតិបត្តិការតាមផ្នែកមួយដែលគ្របដណ្ដប់លើខេត្តមួយឬពីរកលយុទ្ធនេះមានប្រសិទ្ធភាពណាស់ជាដំបូងនៅភូមិភាគបូព៌ាតាមព្រំដែនយួនដែលនៅរវាងឆ្នាំ1950 4កងឯកភាពចល័តមានមេបញ្ជាការដូចជាសឺងុកមីងសាផៃសោវណ្ណាដែលក្រោយមកប្រែឈ្មោះជាសោភឹមនិងនងស្រឡៅហើយបញ្ជាតាមលំដាប់លំដោយលើកងទ័ព4ក្រុមដែលបានត្រូវប្រសិទ្ធនាមថាស៊ីវត្ថាទី1មានគ្នា300នាក់នៅឆ្នាំ1952ហើយប្រតិបត្តិការតាមភាគខាងជើងនៃខេត្តព្រៃវែងនិងភាគខាងកើតនៃខេត្តកំពង់ចាមអាចារ្យហែមជាវប្រហែល60នាក់នៅឆ្នាំ1952ក្នុងខេត្តស្វាយរៀងអង្គភឹម100នាក់នៅឆ្នាំ1952ក្នុងខេត្តកណ្ដាលនិងកងឯកភាពចល័តទី4ឈ្មោះថាពោកំបោមានយុទ្ធជន107នាក់កងឯកភាពទាំងអស់នេះក៏ដូចជាកងឯកភាពចល័តឈ្មោះអាចារ្យជុំមានគ្នា140នាក់ប្រតិបត្តិការនៅភូមិភាគពាយ័ព្យសុទ្ធតែប្រកាន់យកឈ្មោះអ្នកក្លាហានខ្មែរដែលបានតស៊ូប្រឆាំងបារាំងក្រុមខ្មែរអ៊ីស្រាអែលមួយទៀតដែលដឹកនាំដោយងិនហោជិតដិតជាមួយសឺងុកមីងប្រតិបត្តិការនៅខេត្តកណ្ដាលតាំងពីខែមីនា1949ហើយគេមិនបានដឹងចំនួនពិតទេចំពោះកងឯកភាពពោកំបោបារាំងប៉ាន់ថាមានគ្នា200នាក់នៅឆ្នាំ1952